បាទជំរាបសួរលោកអ្នកអាណាព្យាបាលក៏ដូចជាប៉ាម៉ាក់ទាំងអស់គ្នាជាពិសេសបងប្អូនសិស្សានុសិស្សដែលកំពុងតែសិក្សានាពេលបច្ចុប្បន្ននេះថ្ងៃនេះដែរខ្ញុំបាទសូមលើកយកប្រធានបទមួយដែលទាក់ទងទៅនឹងតើយើងមានវិធានការបែបណាខ្លះដើម្បីជំរុញនិងលើកទឹកចិត្តឲ្យបងប្អូនសិស្សានុសិស្សគាត់ស្រឡាញ់ការអាននិងស្រឡាញ់ការសិក្សាក្នុងនោះដែរខ្ញុំក៏សូមលើកយកចំណុចខ្លះៗដែលតាក់ទងជាមួយនឹងចំណុចវិជ្ជមានដែលបង្កភាពឬក៏ថាញ៉ាំងឲ្យពួកគាត់ស្រឡាញ់ការសិក្សាក៏ដូចជាអានសៀវភៅទី1យើងត្រូវតែរៀបចំពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ពួកគាត់ក្នុងការអានសៀវភៅបន្តមកទៀតយើងគួរតែលើកទឹកចិត្តនៅពេលដែលគាត់ចាប់ផ្ដើមអានសៀវភៅហើយនឹងត្រូវបានតាមចប់ជាពិសេសទៀតនោះគួរតែឲ្យគាត់ចូលរួមប្រកួតប្រជែងឬក៏ចូលរួមនៅក្នុងសង្គមដែលតាក់ទងជាមួយនឹងការអប់រំផ្ទាល់តែម្ដងព្រោះខ្ញុំយល់ឃើញថាកត្តាក្មេងៗជាច្រើននៅពេលដែលគាត់បានចូលរួមនៅពេលដែលគាត់បានចូលរួមសង្គមតាក់ទងនឹងវិស័យអប់រំពេលដែលគាត់ធំឡើងនៅពេលគាត់ចម្រើនវ័យធំឡើងធ្វើឲ្យគាត់មានភាពក្លាហានក្នុងការចូលរួមបញ្ចេញមតិយោបល់និងដោះស្រាយវិវាទផ្សេងលក្ខណៈបាទហើយជាពិសេសទៀតនោះគឺឲ្យគាត់ស្គាល់និងសាកល្បងនៅកម្មវិធីអានបែបទំនើបជាច្រើនដែលបច្ចុប្បន្ននេះបាទនៅប្រទេសរបស់យើងកំពុងតែនាំចូលនៅកម្មវិធីអានលក្ខណៈ digital ជាច្រើនដែលអាចឲ្យបងប្អូន login ចូលអានបានតាមលក្ខណៈបែប digital ហើយសម័យកាលនេះគឺជាសម័យកាលដែលប្រទេសកំពុងតែអភិវឌ្ឍបាទដែលពោពេញទៅដោយកម្មវិធីអានជាច្រើនដែលផ្ដល់អត្ថប្រយោជន៍ឲ្យពួកគាត់ដោយខ្ញុំបានស្គាល់ app មួយដែលមានឈ្មោះថា Highlight Library បាទកម្មវិធី Highlight Library នេះវាមិនមែនត្រឹមតែជា app ប៉ុណ្ណោះទេវាគឺជាបណ្ណាល័យមួយដែលប្រមូលផ្ទុកទៅដោយសៀវភៅជាង 3000 ក្បាលផ្សេងពីគ្នាហើយកម្មវិធី Highlight Library នេះជាកម្មវិធីមួយដែលមាននៅក្នុងសហរដ្ឋអាមេរិកហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនមួយដែលគាត់បាននាំចូលមកអនុវត្តនិងឲ្យប្រើប្រាស់នៅប្រទេសកម្ពុជារបស់យើងបាទហើយជាចុងក្រោយខ្ញុំមានជាទស្សនៈមួយយើងចង់និយាយថាវិនិយោគបុត្រធីតាលោកអ្នកជាមួយនឹងការសិក្សានោះលោកអ្នកនឹងទទួលបានផ្លែផ្កាមិនអាចចេះរីងស្ងួតឡើងរហូតទៅដល់ថ្ងៃអនាគតបាទសូមអរគុណ